រឿងកុលបុត្រម្នាក់ព្រះសាស្តាកាលប្រថាប់គង់នៅក្នុងវត្តវេលវ័នទ្រង់ប្រារព្ធកុលបុត្រម្នាក់ត្រាស់ធម្មទេសនានេះថាមលិទ្ធយាទុច្ចរតាំងការប្រព្រឹត្តអាក្រក់ជាមន្ទិលរបស់ស្ត្រីជាដើមដោយបានស្ដាប់មកថាមេត្តានិងបិតាបាននាំកុលធីតាអ្នកមានជាតិស្មើគ្នាមកដើម្បីកុលបុត្ររបស់ខ្លួននាងជាស្ត្រីប្រព្រឹត្តក្បត់ចិត្តស្វាមីចាប់តាំងអំពីថ្ងៃដែលនាំមកនោះកុលបុត្រខ្មាស់ព្រោះការប្រព្រឹត្តក្បត់របស់នាងមិនអាចជួបមុខអ្នកណាបានលះបង់ការធ្វើបុណ្យមានការបម្រើព្រះពុទ្ធជាដើមដោយកាលកន្លងទៅ2-3ថ្ងៃចូលទៅគាល់ព្រះសាស្តាថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរកាលព្រះសាស្តាត្រាស់ថាឧបាសកអ្នកបាត់ទុណាប៉ុន្មានថ្ងៃទៅក្រាបទូលរឿងនោះឲ្យព្រះសាស្តាជ្រាបគ្រានោះព្រះសាស្តាត្រាស់នឹងគេថាឧបាសកសូម្បីកាលពីមុនតថាគតបានប្រាប់ហើយមែនទេថាដែលឈ្មោះថាស្ត្រីទាំងឡាយប្រៀបដូចជាស្ទឹងជាដើមបណ្ឌិតមិនគូខឹងក្រោធនឹងស្ត្រីទាំងនោះទេតែអ្នកចាំមិនបានព្រោះត្រូវភពបិទបាំងកាលកុលបុត្រនោះអារាធនាក៏ទ្រង់ត្រាស់ជាដកឲ្យពិស្ដារថាធម្មតាស្ត្រីក្នុងលោកប្រៀបដូចជាស្ទឹងផ្លូវរោងសុរាទីស្នាក់និងអណ្ដូងទឹកសេចក្តីគ្រប់គ្រាន់រមែងមិនមានដល់ស្ត្រីទាំងនោះហើយត្រាស់ថាឧបាសកការប្រព្រឹត្តក្បត់ជាមន្ទិលរបស់ស្ត្រីសេចក្តីកំណាញ់ជាមន្ទិលនៃអ្នកឲ្យទានអកុសលកម្មជាមន្ទិលរបស់សត្វទាំងឡាយក្នុងលោកនេះនិងលោកខាងមុខព្រោះអត្ថាធ្វើសត្វឲ្យវិនាសតែអវិជ្ជាជាមន្ទិលយ៉ាងក្រៃលែងជាងមន្ទិលទាំងពួងទើបទ្រង់ត្រាស់ព្រះគាថាទាំងនេះថាមលិទ្ធយាទុច្ចរតាំងមច្ឆិរੰតតតោបលាំងមលាវេបាបកាធម្មាអស្មិងលោកេបរមហិច្ចតតោមលាមលតរੰអវិជ្ជាបរមੰមលំអេតាំងមលំមហន្តវានៈនិមលាហោថភគវោការប្រព្រឹត្តអាក្រក់ជាមន្ទិលរបស់ស្ត្រីសេចក្តីកំណាញ់ជាមន្ទិលរបស់អ្នកឲ្យធរអាក្រក់ទាំងឡាយជាមន្ទិលក្នុងលោកនេះនិងលោកខាងមុខធម្មជាតិជាមន្ទិលដ៏លើសលប់ជាងមន្ទិលទាំងពួងគឺអវិជ្ជាជាមន្ទិលដ៏ក្រៃលែងមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលលះមន្ទិលទាំងនេះចេញចូលកុំជាអ្នកមានមន្ទិលឡើយការប្រព្រឹត្តក្បត់ចិត្តឈ្មោះថាទុច្ចរតាំងការប្រព្រឹត្តអាក្រក់ក្នុងព្រះគាថានោះពិតហើយស្វាមីរមែងបណ្ដេញស្ត្រីដែលប្រព្រឹត្តក្បត់ចិត្តចេញពីផ្ទះស្ត្រីនោះក៏ត្រឡប់ទៅរកមាតាបិតាត្រូវមាតាបិតាបណ្ដេញដោយពាក្យថានាងឯងមិនគិតដល់ត្រកូលយើងមិនចង់ឃើញមុខនាងឯងទេស្ត្រីនោះអស់ទីពឹងរមែងដល់នៅសេចក្តីលំបាកព្រោះហេតុនោះទើបព្រះសាស្តាត្រាស់ការប្រព្រឹត្តអាក្រក់របស់ស្ត្រីនោះជាមន្ទិលបទថាតតតោស្មើនឹងទាយកសៈប្រែថារបស់អ្នកឲ្យក៏បុគ្គលណាក្នុងវេលាភ្ជួរស្រែគិតថាកាលស្រែនេះឲ្យផលល្អយើងនឹងថ្វាយសិលកផាត់ជាដើមលុះស្រូវនោះសម្រេចផលហើយសេចក្តីកំណាញ់កើតឡើងហាមឃាត់ចិត្តដែលគិតឲ្យទានការចិត្តសម្បយុទ្ធនឹងចាគៈនឹងមិនដោះដាលឡើងដោយអំណាចនៃសេចក្តីកំណាញ់គេទៅមិនបានសម្បត្តិ3យ៉ាងគឺសម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិព្រះនិព្វានព្រោះដូច្នោះទៅព្រះដ៏មានប្រភាកត្រាស់ថាមច្ឆិរੰតតតោបលាំងសេចក្តីកំណាញ់ជាមន្ទិលរបស់អ្នកឲ្យសូម្បីក្នុងបទដតីក៏មានន័យដូចនេះដូចគ្នាបទថាបាបកាធម្មាធរដល់លិមុសេចក្តីថាអកុសលធម៌ទាំងឡាយជាមន្ទិលទាំងក្នុងលោកនេះ
ទាំងក្នុងលោកខាងមុខតែម្យ៉ាងបទថាតតោនោះសេចក្តីថាជាមន្ទិលដែលត្រាស់ហើយក្នុងខាងដើមបទថាមលតារាំងមន្ទិលដ៏ក្រៃលែងសេចក្តីថាតថាគតនឹងប្រាប់មន្ទិលដ៏ក្រៃលែងដល់អ្នកទាំងឡាយបទថាអវិជ្ជាបានដល់ការមិនដឹង8យ៉ាងនោះជាមន្ទិលយ៉ាងក្រៃលែងបទថាមហន្តវានអ្នកចូលលះបង់សេចក្តីថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលលះមន្ទិលនោះចេញចូលជាអ្នកនៅដោយមិនមានមន្ទិលចុះក្នុងការចប់ព្រះធម៌ទេសនាជនជាច្រើនបានសម្រេចអរិយផលទាំងឡាយមានសោតាបត្តិផលជាដើម